សូមជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នានៅខាងក្រោយខ្ញុំនេះគឺជាប្រភេទសាឡុងដែលអាចបត់បានជាក្រែបងប្អូនអានេះຂະຫນាត 1.8 ម៉ែត្របដោយ 2 ម៉ែត្របងប្រើជាសាឡុងក៏បានប្រើជាក្រែក៏បានហើយការទាញជាក្រែហ្នឹងគឺមានលក្ខណៈងាយស្រួលបងទាញដូចតែក្នុងវីដេអូខ្ញុំនឹងមកណាគឺប្រើបានតែម្ដងព្រោះវាមានប្រព័ន្ធបូមរៀបចំឲ្យអស់ហើយបងណាបាទអានេះក្លុបសម្រាប់យើងដាក់អីវ៉ាន់មុងខ្នើយសម្ភារៈផ្សេងកុំឲ្យរាយប៉ាយណាវាស័ក្តិសមមែនទែនសម្រាប់ផ្ទះនៅចកាយណាយើងប្រើហើយយើងដាក់មុងភួយនៅក្នុងនឹងស្រេចតែម្ដងកុំឲ្យកដោកុំឲ្យដីវាចូលណាបាទនេះຂະຫນាត 1.6 ម៉ែត្របងប្អូនបាទអើយសាឡុងជាក្រែនេះខាងខ្ញុំមាន4ຂະຫນាតបងប្អូនបាទຂະຫນាត 1.6 ម៉ែត្រ 1.8 ម៉ែត្រ 4 និងម៉ែត្រ 2ណាខ្ញុំបង្ហាញជូនបងប្អូនឲ្យគ្រប់ຂະຫນាតអានេះຂະຫນាត 1.4 ម៉ែត្របងប្អូនបាទខុសតែទំហំទេមានក្លុបដាក់អីវ៉ាន់មានស្លាបចំហៀងឲ្យដូចគ្នាបងប្អូនណាទទឹង 1.4 ម៉ែត្របដោយ 2 ម៉ែត្រហើយមួយនេះគឺទទឹង 1.2 ម៉ែត្របដោយវា 2 ម៉ែត្របងប្អូនបាទមានក្លុបដាក់អីវ៉ាន់ដូចគ្នាហើយប្រភេទឈើដែលអាចត្រូវទឹកបានមេអត់ស៊ីទេបងប្អូនអាចពិនិត្យមើលបានណាបាទនេះຂະຫນាត 1.2 ម៉ែត្រមួយនេះຂະຫນាត 1.4 ម៉ែត្រហើយយើងរៀបចំច្រើនជូនបងប្អូនដើម្បីជាជំរឿសជូនបងប្អូនព្រោះយើងដំឡើងផ្ទាល់តែម្ដងមិនមែនជារបស់នាំចូលទេបងប្អូនណារបស់ធ្វើក្នុងស្រុកយើងផ្ទាល់តែម្ដងប្រភេទឈើដែលអាចត្រូវទឹកបានមេអត់ស៊ីមិនមែនជារបស់នាំចូលដែកដេតាក្បាលកតុយអីណាបងប្អូនដែកអីគឺយើងដេទឹកកសាគឺយើងដេតាមថ្នេរទាំងអស់បងប្អូនអត់មានចុចតែក្បាលកតុយទេបងប្អូនណាហើយឈើគឺប្រើយូរទៅវាចាស់វាមានដីមានអីយើងអាចរុញចេញមកលាងទឹកសាប៊ូទឹកអីបានទៀតបងប្អូនណាចង់បានទំនាក់ទំនងមកជាងផ្ទាល់មកបងប្អូនណាប្រើស្រួលងាយស្រួលចល័តអរគុណបងប្អូនជួយ share ម្នាក់មួយផង